បាទក្រុមនេះរៀបសួរពុកម៉ែបងប្អូននេះថ្ងៃនេះចំណែកទូព្រៀនជនបទសូមមកធ្វើបទបង្ហាញអំពីតំណែងភ្ញៀវបងប្អូនណាតែគាត់ទិញយកទៅហើយតំណែងនេះគឺជាប្រភេទតំណែងមកទឹកបាទតំណែងមកទឹកប៉ុន្តែមានលាយគ្រឿងថ្មីខ្លះបាទលាយគ្រឿងថ្មីខ្លះមកទឹកខ្លះបាទអញ្ចឹងខ្ញុំសូមរៀបរាប់ពីស្ពេចវាតិចចុះអីវ៉ាន់នេះជាប្រភេទ FX SIM R5M បាទ FX SIM R5M កណ្ដុងវាគឺប្រភេទ TK 10 Raye 5ទឹកបងប្អូនណាបាទកណ្ដុងដៃ TK 10 Raye 5ទឹកregulator គឺប្រភេទ regulator តម្រូវផុនតួរបស់វាប៉ុន្តែខ្ញុំទិញពីក្រុមហ៊ុន Cricket ដូចគ្នាគាត់ថានេះវាសេរីខ្យល់បានទេយើងរៀបកាក់តម្លើងខ្យល់បាទហើយ10កាបូន 0.50 បាទហើយស្មែលគឺម៉ាច់3/15 គុណ44បងប្អូនខ្ញុំចង់ផ្លេចដែរណាលេខជា3/15គុណ44អញ្ចឹងហើយក30បងប្អូននេះក30បាទក30ច្បាស់បាទអានេះមេគុណវាធំជាង BSA TMD បាទហើយកញ្ចក់វាច្បាស់ជាង BSA TMD ទៀតបងប្អូនណា BSA TMD យើងទិញពេលយើងទិញបានរបស់ល្អវាកញ្ចក់វាច្បាស់តែបើថាយើងទិញបានរបស់ល្អកញ្ចក់សូវច្បាស់ទេតែបើសិនជាយកកញ្ចក់ BSA TMD អាល្អហើយនឹងយកអានេះមកដាក់មួយគ្នាអានេះវាលើជាងតិចតួចបាទវាអត់លើច្រើនទេប៉ុន្តែវាលើជាងតិចតួចគឺវាច្បាស់បងប្អូនហើយមេគុណវាធំជាង BSA TMD ហើយវាអាចស៊ូមចេញចូលបានដូច BSA TMD ចឹងបងប្អូនណា BSA TMD យើងស៊ូមបាន14លេខអានេះយើងស៊ូមបានដល់15លេខលើ BSA មួយលេខបាទហើយស៊ូមចុះដល់លេខ3នោះបើ BSA ស៊ូមចុះបានតែលេខ4ហើយស៊ូមឡើងបាន14អានេះស៊ូមចុះធ្លាក់រហូតដល់លេខ3បាទចិត្តផុតបានដល់លេខ3ហើយឆ្ងាយផុតបានដល់15នោះអញ្ចឹងលើ BSA មួយលេខបាទសំខាន់វាច្បាស់ល្អហើយគុណភាពក៏ល្អសក្រិតទៀតបងប្អូនណាសក្រិតហើយបើថាកន្លែងដកមូលចុះឡើងលឺបរោះបងប្អូនប៉ុន្តែខ្ញុំអត់ហ៊ានមូលទេដោយសារនេះខ្ញុំបានតាំងសម្រាប់ឲ្យភ្ញៀវហើយបាទអញ្ចឹងឯបាននេះគ្រឿងមកទឹកមានតួនេះបងប្អូនតួ regulator ឲ្យដកខ្យល់បាទហើយក្រៅពីហ្នឹងគឺថ្មីបងប្អូនណាកណ្ដុងនេះគឺកណ្ដុងថ្មីសម្រាប់គឺសម្រាប់ថ្មី silent ថ្មីជើងត្រយថែមឲ្យគាត់មួយដែរគឺជើងត្រថ្មីដូចគ្នាបាទហ្នឹងហើយហើយគាត់យកជាមួយនឹងឈុតម៉ូទ័រប៉ុន្តែម៉ូទ័រអត់ទាន់មកដល់បាទម៉ូទ័រអត់ទាន់មកដល់អញ្ចឹងគាត់យកអានេះទៅលេងសិនហើយនៅបង់ទៀតបងប្អូនណាបង់ក៏អត់ទាន់មានដែរខ្ញុំកំងឲ្យគាត់មកហើយប៉ុន្តែអត់ទាន់បានទេបង់ក៏បង់ថ្មីដែរបងប្អូនបាទបង់ថ្មីហើយលេងជាមួយគ្រាប់ស្លាក់បងប្អូនណាគ្រាប់ស្លាក់ 25GR បាទ 25GR ហើយខ្ញុំទៅធ្វើតេស្តហើយខ្ញុំធ្វើតេស្តគោដៅដល់ជើងម៉ែត្រហើយនឹងធ្វើតេស្តយកទៅបាញ់អាឡុកជាក់ស្ដែងបាទយើងយកទៅលេងអាឡុកជាក់ស្ដែងបាទលេងចូលស្អាតបងប្អូនណាលេងចូលស្អាតហ្មងបងប្អូនបាទបើថាត្រឹម100ម៉ែត្រចុះហើយគឺស៊ីផុយបាទហើយខ្ញុំធ្វើតេស្តរហូតដល់130ម៉ែត្របាទ130ម៉ែត្របើសិនជាខ្ញុំធ្វើតេស្តហ្នឹងបាញ់10ប្រហែលជាចូល8បងប្អូនណានៅបាញ់ចូលគោលដៅស្អាត85% អញ្ចឹងបើគាត់យកទៅលេងកប់130ម៉ែត្រគាត់លេងបានអាវ៉ាន់នេះបងប្អូនណាបាទអាវ៉ាន់នេះគឺគាត់លេងបានតែប៉ុន្តែខ្ញុំធានាឲ្យគាត់តែ100ម៉ែត្រទេពាក់ព័ន្ធមួយកណ្ដុងដៃ5ទឹករបស់វៀតណាមនេះគឺខ្ញុំមិនដែលធានាឲ្យដល់លើស100ម៉ែត្រទេបងប្អូនណាបាទតែថា100ប៉ុន្តែពេលដែលយើងតេស្តជាក់ស្ដែងចូលល្អប៉ុណ្ណាយើងប្រាប់ភ្ញៀវប៉ុណ្ណឹងប៉ុន្តែជាទូទៅគឺគោលដៅវាចូលល្អអត់ក្រោម100ម៉ែត្រទេ100ម៉ែត្រចុះមកក្រុមគឺគោលដៅវាចូលល្អហើយបាទប៉ុន្តែបើស៊ីសល់របស់បងប្អូនមានសមត្ថភាពមានទឹកដៃល្អបងប្អូនអាចលេងបានលើសនឹងទៀតបាទអញ្ចឹងវាគួបផ្សំជាមួយនឹងកណ្ដុងនេះផងខ្ញុំអ្នករៀបផងហើយនឹងបងប្អូនដែរបាទអញ្ចឹងហ្នឹងហើយអញ្ចឹងហើយកណ្ដុងដែកនេះយើងអាចធានាថាលេងគ្រាប់ស្លាក់បាន 100% បងប្អូនដល់ពេលដែលបងប្អូនទិញខ្ញុំឬក៏រៀបពីខ្ញុំធានាតែគ្រាប់ផ្សិតទេដូចជាក់ស្ដែងអីវ៉ាន់នេះក៏ខ្ញុំធានាគ្រាប់ផ្សិតដែរខ្ញុំធានាគ្រាប់ផ្សិតឲ្យគាត់ថាដាក់កណ្ដុងដៃគាត់ចង់បានកណ្ដុងដៃអញ្ចឹងខ្ញុំថាអូខេកណ្ដុងដៃខ្ញុំដាក់ឲ្យបានប៉ុន្តែខ្ញុំអត់ធានាលេងគ្រាប់ស្លាក់ទេរឿងកណ្ដុងវៀតណាមបាទខ្ញុំធានាលេងត្រឹមគ្រាប់ផ្សិត
ប៉ុន្តែបើសិនជាទីហោយកមកធ្វើតេស្តជាក់ស្ដែងលេងក្របស្លាកកាត់គឺខ្ញុំដាក់ក្របស្លាកឲ្យគាត់លេងតែបើក្របស្លាកបាញ់អត់ចូលទេយើងតែក្របសិតចូលក្របណាលេងក្របហ្នឹងបាទចឹងខ្ញុំធានាឲ្យចឹងករណីដែលបងប្អូនចង់លេងក្របស្លាកហើយឲ្យខ្ញុំធានាចូល 100% មានតែក្នុង line នៅអាមេរិកទេដែលខ្ញុំហ៊ានធានាឲ្យបាទព្រោះក្នុងដៃវៀតណាមនេះខ្ញុំអត់ហ៊ានធានាឲ្យទេហើយបើក្នុងស្ពាន់បងប្អូនច្រើនសួរខ្ញុំថាតើក្នុងស្ពាន់លេងក្របស្លាកបានអត់ក្នុងស្ពាន់លេងអត់បានទេបងប្អូនបាទព្រោះអីក្នុងស្ពាន់គេហូតមកគឺតម្រូវលេងក្របសិតមានន័យថារង្វិលជុំវាមានរង្វិលជុំវាបងប្អូនមានន័យថានៅពេលដែលក្របបាញ់ចេញទៅរង្វិលជុំក្របនេះបាទរង្វិលជុំក្របហ្នឹងគឺតម្រូវលេងក្របសិតបាទអញ្ចឹងរង្វិលជុំក្របស្លាកគឺត្រូវតែវិលញាប់បាទវិលញាប់ចាស់ពេលដែលបាញ់ចេញពីកណ្ដុងទៅវិលលឿនចាស់បងប្អូនណាដល់ពេលកណ្ដុងលេងក្របសិតរង្វិលជុំរបស់វាពេលបាញ់ចេញពីកណ្ដុងទៅវាវិលយឺតចាស់យល់ទេបងប្អូនថៃអាចយល់មកទៅខ្ញុំធ្វើអញ្ចឹងវាវិលយឺតចឹងវាវិលមួយចឹងតែដល់ពេលកណ្ដុងដែលលេងក្របស្លាកបានគឺវាវិលជុំលឿនចាស់បងប្អូនបាទញាប់អញ្ចឹងបាទបានកណ្ដុងហ្នឹងបានលេងក្របស្លាកកើតតែបើទីហោថាដូចកណ្ដុងស្ពាន់គឺគេហូតមករង្វិលជុំរបស់វាតម្រូវគឺលេងតែក្របសិតទេតែក្របស្លាកគឺអត់ងាយចូលទេដោយសារអីគឺរង្វិលជុំគេអូរង្វិលជុំហ្នឹងវាយឺតវាវិលយឺតអញ្ចឹងលេងក្របស្លាកកើតទេលេងបានក្របសិតបាទហើយបើកណ្ដុងដែកវាអាចទិញមកវាចំបងប្អូនណាវាចំដូចឥឡូវទីហោដូចកណ្ដុងនេះចឹងខ្ញុំទិញមកតែម្ដងដើមទេបងប្អូនណាបាទដោយសារតែខ្ញុំមកនេះបើថ្មីទិញមកច្រើនទេព្រោះអីខ្លាចយកមកលេងអត់កើតអញ្ចឹងខ្ញុំទិញតែម្ដងខ្ញុំមកសាកឯងដល់តែពេលទិញមកធ្វើតេស្តទៅក្របសិតក៏លេងចូលស្អាតក្របស្លាកក៏លេងចូលស្អាតបាទក្របស្លាកក៏លេងចូលស្អាតបងប្អូន70 ម៉ែត្របងប្អូនកណ្ដុងគ្រាប់25 GR 70 ម៉ែត្រខ្ញុំបាញ់ចូលប៉ិនយកដៃទេបងប្អូនចូលប៉ិនយកដៃបាទគឺចូលស្អាតមែនតើអញ្ចឹងវាដោយកណ្ដុងបងប្អូនកណ្ដុងវៀតណាមយើងអត់អាចធានាឲ្យភ្ញៀវ 100% ថាលេងក្របស្លាកកើតទេតែស៊ីសងនឹងយកមកធ្វើតេស្តជាក់ស្ដែងបើសិនជាលេងចូលអាហ្នឹងគឺខ្ញុំរៀបក្របស្លាកឲ្យតែបើតេស្តអត់ចូលគឺលេងក្របសិតបាទអញ្ចឹងអាហ្នឹងខ្ញុំប្រាប់បងប្អូនមុនទៅហើយពាក់ព័ន្ធvớiបងប្អូនចង់ទិញកណ្ដុងយកទៅរៀបខ្លួនឯងឲ្យដល់បាទខ្ញុំអត់ធានាលេងក្របស្លាកឲ្យបងប្អូនទេខ្ញុំធានាលេងតែក្របសិតទេតែបើបងប្អូនទិញយកទៅតេស្តខ្លួនឯងអីខ្លួនឯងលេងក្របស្លាកចូលអូខេអាហ្នឹងគឺវាល្អបាទវាល្អអញ្ចឹងណាអញ្ចឹងកណ្ដុងដែករបស់វៀតណាមបើឲ្យខ្ញុំធានាលេងក្របស្លាក 100% គឺខ្ញុំអត់ធានាទេ50 បាទអាចមានទិញមកលេងចូលអាចទិញមកលេងអត់ចូលតែបើក្របសិតគឺធានាមកលេងចូល 100% បាទធានាឲ្យបានអញ្ចឹងណាបាទអញ្ចឹងត្រង់ចំណុចនេះកណ្ដុងដែកដល់ពេលបងប្អូនសួរខ្ញុំគឺខ្ញុំប្រាប់ហើយថាខ្ញុំអត់ធានា 100% ទេ50 បើបងប្អូនចូលបានក៏បានបើបងប្អូនអត់ហ៊ានដាក់ខ្លាចលេងអត់កើតអាហ្នឹងក៏ខ្ញុំអត់បង្ខំដែរព្រោះថាខ្ញុំរស់ស៊ីខ្ញុំចូលចិត្តនិយាយត្រង់បងប្អូនណាបាទខ្ញុំអត់ចេះនិយាយថារបស់លេងកើតហងថាលេងកើតដល់ពេលបងប្អូនយកទៅដល់លេងអត់កើតផ្ញើមកដូរលុយវិញឬក៏ខ្ញុំប្លុកចោលហើយខ្ញុំអត់រស់ស៊ីចឹងទេបងប្អូនបាទរបស់លេងកើតមិនថាលេងកើតរបស់លេងអត់កើតមិនថាលេងអត់កើតហើយបើដូចទីហោដូចកណ្ដុងដែកចឹងវាមកដោយជើងបងប្អូនជើងខ្លះលេងចូលជើងខ្លះលេងអត់ចូលអញ្ចឹងបើឲ្យខ្ញុំធានាខ្ញុំអត់ហ៊ានធានាទេបាទព្រោះថាខ្ញុំទិញពីវៀតណាមមកក៏គេអត់ធានាជាងដែរវាធានាយើងតែមាត់ឯតែដល់ពេលយកមកលេងអត់ចូលបងប្អូនក៏អត់អាចផ្ញើឲ្យវាវិញបានដែរកណ្ដុងម្ដងហ្នឹងបាទអញ្ចឹងត្រង់ចំណុចនេះគឺនិយាយប្រាប់មុនអញ្ចឹងហ្មងកណ្ដុងដែករបស់វៀតណាម50 ឬ 50លេងក្របស្លាកបាទលេងកណ្ដុងខ្លះចូលកណ្ដុងខ្លះអត់ចូលហ្នឹងហើយបាទតែបើក្របសិតគឺលេងចូលបានធម្មតាអត់អីទេរឿងកណ្ដុងដែកនេះបាទតែបើថាឲ្យធានា 100% ថាលេងក្របស្លាកបានអត់ហ៊ានធានា 100% ទេបាទបើតេស្តជាក់ស្ដែងថាចូលឬអត់ចូលអត់ដែរអានេះអត់បើថាឲ្យខ្ញុំធានា 100% ថាចូលមកអត់ហ៊ានធានាអានោះដូចអីវ៉ាន់នេះអញ្ចឹងអីវ៉ាន់នេះយកមកដល់តេស្តក្របស្លាកចូលស្អាតខ្ញុំដាក់ក្របស្លាកឲ្យគាត់លេងបាទហ្នឹងហើយដាក់ក្របស្លាកឲ្យគាត់លេងហ្នឹងហើយអីវ៉ាន់គឺខ្ញុំបានធ្វើតេស្តរួចរាល់ហើយបាទធ្វើតេស្តរួចរាល់ហើយហើយអីវ៉ាន់នេះខ្ញុំ
គាត់នៅភៀកខ្ញុំបាទគាត់នៅភៀកខ្ញុំទេប៉ុន្តែខ្ញុំក៏អត់បានទៅជួបគាត់ដែរទៅភៀកមិនដែរបាទភៀកមិនដែរខ្ញុំដែរជួបគាត់ដែរជួបគ្នាដែរអញ្ចឹងខ្ញុំអូខេថាអ្នកនៅក្នុងស្រុកជាមួយគ្នាអញ្ចឹងយើងត្រូវថែមឲ្យគាត់បានខ្លះយើងថែមទៅណាបាទខ្ញុំថែមឲ្យគាត់បានជាត្រថែមអីកងទឹកថែមអីតិចតួចឲ្យគាត់បាទបន្ថែមអញ្ចឹងទៅហើយខ្ញុំថែមគ្រាប់ឲ្យគាត់មកប្រអប់ដែរបាទមកប្រអប់គឺចំនួន25ខ្ញុំឲ្យគាត់ទិញផ្សេងនេះបាទព្រោះបាននេះយើងរៀបឲ្យគាត់លេងយកទៅឲ្យគាត់ពេញចិត្តបាទហើយបាននេះនៅខ្វះបង់ម៉ូទ័រហើយនឹងកាបូបបងប្អូននៅខ្វះបង់ម៉ូទ័រកាបូបដោយសារឥឡូវគាត់ចាំយូរពេកគាត់ទ្រាំលេងបានដោយសារខ្ញុំចេញលេងហ្នឹងធ្វើវីដេអូផ្ញើគាត់មើលគាត់ឃើញអូខេបាទគុណភាពគាត់ទទួលយកបានអញ្ចឹងគាត់ទ្រាំលេងបានបាត់ហើយអញ្ចឹងគាត់ថាឥឡូវឲ្យផ្ញើគាត់ថ្ងៃនេះហើយស្អែកគាត់ចេញលេងបាទស្អែកគាត់ចេញលេងអញ្ចឹងខ្ញុំរវល់បងប្អូនអត់សូវមានពេលធ្វើវីដេអូទេបងប្អូនមើលថាកន្លែងការងារងាយដោយសារតាគឺបន្តបងប្អូនណាបន្តក៏ដូចគ្នាដូចខ្យល់ចេញមួយចូលមួយចេញមួយចូលពីរបាទចេញពីរចូលមួយនិយាយទៅបន្តគ្នាធ្វើរហូតខ្ញុំអត់មានពេលធ្វើវីដេអូទេជាពិសេសគឺអីវ៉ាន់ជួសជុលបងប្អូនណាតាំងស្នប់តាំងម៉ូទ័រតាំងកងកមុំនេះគឺខ្ញុំអត់មានពេលតនេទេសូម្បីតែពេលធ្វើវីដេអូហ្នឹងឥឡូវក៏ខ្ញុំអត់មានពេលដែរបងប្អូនសូម្បីតែជួសជុលឲ្យពេលខ្លះទៅខ្ញុំអត់បានធ្វើវីដេអូដោយសារបញ្ញត្តិអីវ៉ាន់ឲ្យភ្ញៀវជួសជុលឲ្យដាក់ឲ្យភ្ញៀវជួសជុលឲ្យដាក់ឲ្យភ្ញៀវគឺអត់មានបានធ្វើវីដេអូទេបានមួយរយៈនេះឃើញបងប្អូនហើយឃើញខ្ញុំអត់សូវបានចេញវីដេអូខ្ញុំស្ងាត់ហ្នឹងគឺខ្ញុំរវល់ពេកបងប្អូនរវល់គេអាចាំទៅគឺអត់មានពេលតនេហ្មងហើយមានបងខ្លះគាត់ថាចាំផ្ញើចាំតនេចាំផ្ញើបើឯងធ្វើចាំតនេខ្ញុំប្រាប់គាត់ដែរថាបងបើឯងមានពេលបើឯងផ្ញើខ្ញុំមកហើយមកបាទចាំតនេទេខ្ញុំដឹងថ្ងៃណាមិនខ្ញុំតនេទេបាទខ្ញុំអត់មានពេលតនេទេបងប្អូនបាទខ្ញុំប្រាប់ពួកគាត់ចឹងគឺចេញមួយចូលមួយចេញមួយចូលពីរចេញពីរចូល3ចេញ3ចូល1និយាយទៅតគ្នាហូរអត់មានថាអត់ទេគាត់ថានិយាយចាំទៅគឺបន្តគ្នាវិលចុះវិលឡើងគឺខូចជួសជុលបាទហើយបងប្អូនបាច់ភ័យទិញអីវ៉ាន់ពីខាងខ្ញុំទៅខ្ញុំធានាឲ្យបងប្អូនទិញទៅបាច់ភ័យថាខ្លាចអត់ជួសជុលទេអត់ចេះជួសជុលទេខ្ញុំលក់ផងខ្ញុំចេះជួសជុលផងបាទអញ្ចឹងបងប្អូនទិញយកទៅលេងឲ្យមានទំនុកចិត្តហ្នឹងហើយបាច់ភ័យថាខ្លាចទេខូចទៅតិចអត់ចេះជួសជុលបាទខ្ញុំអត់ទេបងប្អូនណាខ្ញុំលក់ខ្ញុំចេះជួសជុលបាទហើយលក់ក៏លក់របស់ល្អឲ្យគ្នាដែរតើលេងចូលគោលដៅបាទនិយាយថាស្អុយបំផុតបងប្អូនបើខ្ញុំធានា100ម៉ែត្រហ្នឹងបើបាញ់កុកគឺដឹងតែចូលគោលដៅហើយបាទបាញ់10ស្អុយបំផុតក៏ចូល8 9ដែរបងប្អូនបាទខ្ញុំដាក់អីវ៉ាន់ឲ្យភ្ញៀវហើយបើថាលេងអត់កើតគឺអត់ទេគ្រាន់ថាអីវ៉ាន់យើងមើលអត់ឃើញទេបងប្អូនណាវាអាចមានផ្្លាត់1 2ឧទាហរណ៍ថាពេលខ្លះទៅម៉ាស៊ីនវារៀបមកពីវៀតណាមអត់ស្រួលយើងដោះមើលដែរប៉ុន្តែវានៅខ្វះកលុកកលៀតកន្លែងណាអីអញ្ចឹងយកទៅលេងមកផ្លែតវាអត់ស្រួលបងប្អូនអាចផ្ញើខ្ញុំវិញបានខ្ញុំសេរីអីឲ្យឡើងវិញគឺអូខេវិញហើយបងប្អូនណាបាទហើយករណីដូចអីវ៉ាន់ទិញយកទៅអញ្ចឹងពាក់ព័ន្ធមួយរឿងលិចខ្យល់ខ្ញុំធានាឲ្យមួយខែពាក់ព័ន្ធមួយរឿងលិចខ្យល់លិចអីលិចកន្លែងណាកន្លែងណីគឺខ្ញុំធានាឲ្យមួយខែបើលិចខ្យល់ខ្ញុំធ្វើឲ្យខ្ញុំអត់ជន់លុយទេបាទអញ្ចឹងណាបាទហើយបងប្អូនបាច់ថាខូចឲ្យទៅជួសជុលណាឬក៏អីអត់ទេបងប្អូនឆាតបងប្អូនឆាតមកឲ្យតែខ្ញុំមានពេលតនេគឺខ្ញុំតបហើយបាទមិនថាមួយចាស់មួយថ្មីមិនថាអ្នកអត់ទាន់ទិញដែរអ្នកទិញដែរគឺខ្ញុំតបហើយបាទហ្នឹងហើយមិនមែនឆាតអត់តបតែរំលឹកទេបងប្អូនណាខ្ញុំអត់រកស៊ីចឹងបាទគឺខ្ញុំរកស៊ីគឺខ្ញុំរកស៊ីចេញពីបេះដូងមិនមែនរកស៊ីលក់តែដើម្បីលុយទេបងប្អូនណាបាទព្រោះខ្ញុំក៏ស្រឡាញ់វិស័យខាងកីឡាខ្យល់នេះដែរបាទយើងស្រឡាញ់វិស័យកីឡាហ្នឹងដែរបេះដូងយើងជាអ្នកស្រឡាញ់របស់អញ្ចឹងដូចគ្នាអញ្ចឹងខ្ញុំយល់អារម្មណ៍អ្នកលេងច្បាស់ណាបាទអារម្មណ៍អ្នកលេងហើយអារម្មណ៍ខ្ញុំគឺអារម្មណ៍តែមួយទេពេលខ្លះបងប្អូនណាអីវ៉ាន់គាត់រៀបពីខ្ញុំទៅដល់ពេលគាត់យកទៅដល់គាត់លេងខ្ទេចពេកគាត់ផ្ញើមកឲ្យខ្ញុំធ្វើពេលខ្លះទៅខ្ញុំចង់ខឹងគាត់ទេនិយាយតាមត្រង់បើតែលុយគាត់តែរបៀបតែលេងអត់ចេះថែលេងបរិបរួតត្រាំងត្រែពេកក៏ពេលខ្លះទៅគាត់តែឃើញអីវ៉ាន់ខ្លួនឯងដែលធ្លាប់រៀបចេញទៅស្អាតដល់តែពេលភ្ញៀវផ្ញើមកវិញឡើងរោករ៉ាក់មើលទៅអន់ចិត្តដែរណាបងប្អូន
ពេលខ្លះបងប្អូនអាហ្នឹងគាត់ថាអានេះយើងដោយសារតែខ្ញុំវាចេញពីបេះដូងដល់ពេលចឹងហើយគឺខ្ញុំមានអារម្មណ៍ចឹងបងប្អូនណាបាទព្រោះថាយើងមិនលក់យកដល់លុយទេបាទអញ្ចឹងវីដេអូនេះខ្ញុំមានប៉ុណ្ណឹងទេហើយយើងទៅមើលលទ្ធផលដែលខ្ញុំទៅចេញលេងពេលដែលខ្ញុំរៀបរួចរាល់ហើយបានប្រមាណបងប្អូនណាអូខេតោះទៅមើលវីដេអូនេះ Let's go ហេបងប្អូនអរគ្នាឥឡូវយើងបញ្ចប់ការលេងហ្នឹងបងប្អូនណាបាទបាន18បាទ18ក្បាលលោក16កលេងលង2បាទហើយនេះឯវ៉ាន់របស់យើងជាមួយគាត់ផ្លាក់25ពុំថ្មីមួយទៀតបងប្អូនណាអែមណាបាទនេះកណ្ដងដែក TK 10 Ray 5ទឹកបងប្អូនណាជាតិបងប្អូនណាប្លុកខ្ញុំបាញ់មាន80 90 100បាទហើយ60 និយាយទៅក្រោមហ្នឹងមានទាំងអស់បងប្អូនណាបាទលេខបានអស់ហើយលេខបានអែមបងប្អូនណាបាទលេខបានអែមអូខេអញ្ចឹងវីដេអូនេះគឺមានប៉ុណ្ណឹងទេបងប្អូនណាបាទអញ្ចឹងសម្រាប់បងប្អូនត្រូវការជួសជុលអីវ៉ាន់បាទត្រូវការកំងអីវ៉ាន់នេះអាចតាក់ទងខ្ញុំបានព្រាមជនបទអរគុណវីដេអូនេះមានប៉ុណ្ណឹងចាស់បាទអរគុណពុកម៉ែបងប្អូនអរគុណបាយបាយ